ថ្ងៃនេះខ្ញុំបានមកដល់សៀមរាបទៀតហើយនៅពេលដែលធម្មជាតិប្រែក្លាយជាពណ៌បៃតងស្រស់បំព្រងខ្ញុំគូស្មីជាអ្នកដើរលេងចូលចិត្តប្រឌិតយករូបភាពសម្រស់ធម្មជាតិក៏ដូចជាវប្បធម៌ខ្មែរនៅគ្រប់បណ្ដាខេត្តនារដូវកាលបៃតងឬក៏ Green Season នៅក្នុងដំណើរផ្សងព្រេងរបស់ខ្ញុំតែងតែយកទៅជាមួយនឹងជំនួយការថតរូប Honor 400 5G Smartphone ដែលមានកាមេរ៉ាគុណភាពខ្ពស់និងបច្ចេកវិទ្យា AI សម្បូរបែបទូរស័ព្ទដៃនេះបំពាក់មកនៅកាមេរ៉ា200 megapixel ជាមួយនឹង sensor លំដាប់កម្ពស់ថតទេសភាពបានល្អជាមួយនឹង AI Honor Image Engine 2.0 ជាមួយនឹងបច្ចេកវិទ្យា AI បែបសម័យថ្មីដូចជា AI Super Recognition វាស្គាល់ការថតស្វ័យប្រវត្តិដូចជាទេសភាពថតមនុស្សថតមេឃឬក៏ថតអាហារហើយកែសម្រួលដោយបន្ថែមភាពស្រស់ស្អាតទៅដល់រូបភាពទាំងនោះដោយស្វ័យប្រវត្តិ AI Image to Video Generator បំលែងរូបថតជាវីដេអូបានពី5ទៅ8នាទីសម្រាប់ខ្ញុំជាអ្នកថតវីដេអូគឺល្អណាស់វាអាចបង្កើតវីដេអូពីរូបភាពចំនួននៅពេលដែលខ្ញុំថតប្លង់វីដេអូបាន AI Object Eraser និង AI Erase Passerby លុបវត្ថុឬក៏មនុស្សមិនចាំបាច់នៅក្នុងរូបភាពរបស់យើង AI Upscale ធ្វើឲ្យរូបភាពមិនច្បាស់កាន់តែមានគុណភាពច្បាស់ AI Cut Out និង AI Out Painting ជាមួយនឹងថាមពលថ្ម 6000 mAh Silicon Carbon បច្ចេកវិទ្យាថ្មីដែលធ្វើឲ្យ Honor អាចរក្សារូបរាងស្ដើងរចនាបថបែបថ្លៃថ្នូរហើយអាចបំពាក់នៅថ្មដ៏ធំនេះបានសម្រាប់ការប្រើប្រាស់ថតរូបនិងប្រើប្រាស់ទូទៅវីដេអូបានពេញមួយថ្ងៃពេញយ៉ាងធំសម្រាប់ការបញ្ចូលថ្ម Honor បានផ្ដល់នូវដុំសារល្បឿនលឿន 100W ជាប់តាមប្រអប់តែម្ដងនិងអាចសារបញ្ចូលថ្មល្បឿនរហូតដល់ 80W សម្រាប់ការរចនាខាងក្រៅទូរស័ព្ទនេះសាមញ្ញតែប្រណិតខ្លាំងស្រាលនិងអេក្រង់ភ្លឺច្បាស់រហូតដល់ 5000 nit ដែលជាប្រភេទ OLED ទំហំមិនតូចមិនធំ 6.55 អ៊ីងសម្រាប់ខ្ញុំ Honor 400 5G ជាដៃគូផលិតវីដេអូនិងរូបភាពដ៏ឆ្លាតវៃនៅក្នុងបេសកកម្មផលិតមាតិកាទេសចរណ៍របស់ខ្ញុំដែលអាចឲ្យខ្ញុំចែករំលែកនូវភាពស្រស់ស្អាតនារដូវកាលបៃតងរបស់កម្ពុជាទៅកាន់ពិភពលោក